ប្រជាជាតិខ្មែររំលឹកខួប85ឆ្នាំដែលបារាំងវាយបណ្ដេញចោលឈ្លានពានសៀមចេញពីកោះឆាងស្របពេលបច្ចុប្បន្នកម្ពុជាបាននឹងកំពុងតែរងនឹងការឈ្លានពានរបស់សៀមរំលោភបំពានមកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួនរហូតមកដល់ពេលនេះប្រជាជាតិខ្មែរក៏បានរំលឹកដល់ថ្ងៃទី17ខែមករាឆ្នាំ1941ជាខួប85ឆ្នាំជាថ្ងៃដែលបារាំងបានវាយបណ្ដេញកងទ័ពជើងទឹកសៀមឲ្យបរាជ័យនិងបណ្ដេញចេញពីសមរភូមិកោះឆាងរបស់កម្ពុជាលោកខៀវកញ្ញរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនថាដោយសារថ្ងៃមុនខ្ញុំបាននិយាយអំពីការរត់ភៀសខ្លួនរបស់លោកសេនាប្រមុខផ្លេកភិបុលសង្គ្រាមមកសុំជ្រកកោននៅកម្ពុជាថ្ងៃនេះខ្ញុំសូមរំលឹកបន្ថែមទៀតអំពីសកម្មភាពរបស់សេនាប្រមុខរូបនេះក្នុងការប្រើប្រាស់កម្លាំងយោធាប្រយុទ្ធដណ្ដើមពីបារាំងវិញនៅដែនដីខេត្តមួយចំនួននៅកម្ពុជានិងឡាវដែលសៀមគិតថាជារបស់ខ្លួននៅក្នុងឆ្នាំ1940បារាំងកំពុងតែខ្សោយខ្លាំងដោយសារការវាយប្រហារពីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី2ឃើញឱកាសហុចឲ្យបែបនេះពួកចៅសៀមដែលកាលនោះដឹកនាំដោយរដ្ឋាភិបាលយោធារបស់សេនាប្រមុខផ្លេកភិបុលសង្គ្រាមបានវាយលុកយ៉ាងខ្លាំងនៅតាមបណ្ដោយព្រំដែនគោកជាមួយកម្ពុជាជាពិសេសគឺវាយចូលមកដល់ខេត្តបាត់ដំបងនៅប្រមាណចុងឆ្នាំប៉ុន្តែនាព្រឹកព្រលឹមម៉ោងប្រហែល6ព្រឹកថ្ងៃទី17ខែមករាឆ្នាំ1941កងទ័ពជើងទឹកបារាំងបានបើកការវាយប្រហារដោយមិនឲ្យដឹងខ្លួននៅក្បែរកោះឆាងខេត្តត្រាតជាលទ្ធផលនាវាចម្បាំងសៀមចំនួន2គ្រឿងគឺ ATMS ឈុនបូរីនិង ATMS សង្ឃ្លាត្រូវបានបាញ់ពន្លិចភ្លាមនាវានេះបានទៅគឿងនៅតំបន់ទឹករាក់ទាហានជើងទឹកសៀមបានបាត់បង់នាវាចម្បាំងអស់ជិតពាក់កណ្ដាលនៃកងនាវាដែលមានស្រាប់នៅទីនោះហើយមានកងទ័ពស្លាប់ចំនួន36នាក់ទោះបីជាបារាំងបានឈ្នះក្នុងសមរភូមិជើងទឹកនេះក៏ដោយប៉ុន្តែជប៉ុនដែលកំពុងតែវាយទីអំណាចនៅអាស៊ីនិងជាសម្ព័ន្ធមិត្តជាមួយសៀមបានចូលមកធ្វើអន្តរាគមន៍ដោយដើរតួជាអាជ្ញាកណ្ដាលបង្ខំឲ្យបារាំងយល់ព្រមតាមការទាមទាររបស់សៀមនៅខែឧសភាឆ្នាំ1941បារាំងត្រូវបានបង្ខំឲ្យចុះហត្ថលេខាប្រគល់ទឹកដីខ្មែររួមមានខេត្តបាត់ដំបងសៀមរាបលើកលែងតែតំបន់អង្គរនិងសេរីសោភ័ណ្ឌទៅឲ្យសៀមគ្រប់គ្រងជាបណ្ដោះអាសន្នចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺតំបន់អង្គរវត្តក្រោមសន្ធិសញ្ញាក្រុងតូក្យូឆ្នាំ1941ជប៉ុនបានសម្រេចឲ្យប្រាសាទអង្គរវត្តនិងក្រុងសៀមរាបនៅក្រោមការគ្រប់គ្រងរបស់បារាំងដដែលប៉ុន្តែឲ្យស្ថិតក្នុងស្ថានភាពជាតំបន់គ្មានយោធាមានន័យថាព្រំដែនសៀមនៅពេលនោះគឺនៅត្រឹមតែចម្ងាយប្រហែល7គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតែប៉ុណ្ណោះសៀមបានព្យាយាមទាមទារយកអង្គរវត្តដែរប៉ុន្តែបារាំងបានប្រកែកដាច់ខាតទើបជប៉ុនសម្រេចឲ្យនៅពាក់កណ្ដាលម្នាក់បែបនេះបើយោងតាមរបាយការណ៍របស់ទូតអាមេរិកប្រចាំនៅជប៉ុនលោក Joseph Siguru គឺនៅខែមីនាឆ្នាំ1941ស្ដីពីលទ្ធផលនៃកិច្ចចរចាបញ្ចប់ជម្លោះរវាងបារាំងនិងសៀមផ្ញើទៅកាន់ក្រសួងការបរទេសអាមេរិកដោយបានបញ្ជាក់ថាកិច្ចចរចានៅទីក្រុងតូក្យូមិនមែនជាការសម្រុះសម្រួលពិតប្រាកដនោះទេប៉ុន្តែវាគឺជាការដាក់បង្ខំដោយជប៉ុនរដ្ឋមន្ត្រីការបរទេសជប៉ុនលោកម៉ាត់ស៊ូកាហាក់ដូចជាធ្វើតាមបញ្ជារបស់ពួកយោធានិយមជប៉ុនដើម្បីឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានជប៉ុនបានប្រើប្រាស់ចំនួនទឹកដីរវាងបារាំងនិងសៀមជាឈ្នាន់ដើម្បីគ្រប់គ្រងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលតាមផ្លូវនយោបាយសេដ្ឋកិច្ចនិងយោធាក្រោយសង្គ្រាមលោកលើកទី2បញ្ចប់ដោយជប៉ុនចាញ់សង្គ្រាមបារាំងបានទាមទារឲ្យសៀមប្រគល់ទឹកដីទាំងអស់មកវិញជាដាច់ខាតសៀមកាលពីដំបូងឡើយមិនព្រមទេប៉ុន្តែដោយសារចង់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិ UN ហើយបារាំងជាសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូបង្អាក់សៀមមិនឲ្យសៀមចូលទើបសៀមយល់ព្រមជាលទ្ធផលនៅខែតុលាឆ្នាំ1946សៀមបានយល់ព្រមចុះហត្ថលេខានៅទីក្រុង Washington ដើម្បីប្រគល់បាត់ដំបងនិងសៀមរាបមកឲ្យខ្មែរជាផ្លូវការវិញ។